ថាតែបងប្អូនទាំងអស់គ្នាមិនទាន់បានបដូរពី Facebook ធម្មតាទៅជា Facebook រលុយឥឡូវនេះខ្ញុំនឹងធ្វើឲ្យបងប្អូនមើលនេះគឺជា account Facebook ម៉ាក់ខ្ញុំសូម្បីតែ friend ក៏គាត់មិនចេះទទួលដែរអញ្ចឹងយើងចុចចូលកន្លែង tray 3ខាងលើបងប្អូនtray 3ខាងឆ្វេងដៃហ្នឹងអានេះយើងដោយសារ internet រៀង slow បន្តិចហើយបន្ទាប់មកបងប្អូនអូសមកក្រោមយកពាក្យថាការកំណត់ឯកជនភាពរូបកងចាក់ហ្នឹងបងប្អូនបន្ទាប់មកបងប្អូនយកពាក្យថាការកំណត់ហ្នឹងហើយបងប្អូនដាក់ការកំណត់នឹងហើយបន្ទាប់មកបងប្អូនអូសទៅក្រោមបន្តិចដើម្បីយើងរកកន្លែងបើកមុខងារ Facebook ធម្មតាទៅជា Facebook រកលុយនោះបងប្អូននោះបើកមុខងារអាជីពបងប្អូនចុចលើនឹងមកដាក់អក្សរខ្មែរអញ្ចឹងស្រួលមើលបងប្អូនដែលអត់ចេះអង់គ្លេសក៏ធ្វើបានដែរហើយបន្ទាប់មកបងប្អូនចុចកន្លែងអក្សរពណ៌ខៀវនឹងទៀតហើយរងចាំវាបន្តិចទៅឥឡូវចេញមកបងប្អូនចុចគ្រីសយកលើទៅបងប្អូនចុចយកលើណាចុចលើហើយបន្ទាប់មកចុចអក្សរពណ៌ខៀវខាងក្រោមទៀតមួយបងប្អូនអត់អីទេមួយផ្លេតទេអ្នកអត់ចេះអង់គ្លេសក៏ធ្វើបានដែរបន្ទាប់មកបងប្អូនចុចយកពាក្យបញ្ជាក់ហ្នឹងអក្សរពណ៌ខៀវហ្នឹងបន្ទាប់មកគេឲ្យយើងរើស content ទៀតដែរតើបងប្អូនចង់ធ្វើFacebook យើងហ្នឹងជា content អីយើងរើសឲ្យដូចយើងស្នើទៅក្រុមហ៊ុន Facebook ទៅបងប្អូនណោះយើងរើស3យើងដាក់3ទៅប៉ុន្តែខ្ញុំដាក់តែ2ទៅវាអត់បញ្ហាទេហើយនេះដោយសារជាអក្សរខ្មែរអញ្ចឹងពូមីងតែគាត់អត់ចេះអង់គ្លេសគឺគាត់ងាយស្រួលសម្រាប់ពួកគាត់ហើយអញ្ចឹងយើងចុចគ្រីសយកពឹបមកអញ្ចឹងខ្ញុំយកតែ2ទៅបងប្អូនខ្ញុំខ្ជិលវែងឆ្ងាយច្រើនណាព្រោះម៉ាក់ខ្ញុំក៏គាត់មិនសូវជាចេះលេងអីហ្មងនៅ Facebook ហ្នឹងបងប្អូនចង់យកថែមមួយទៀតក៏យកណាស្រាក់ចិត្តទេហើយយើងចុចពាក្យបន្ទាប់មកហើយយើងចុចអក្សរ Q នឹងទៀតមកហើយយើងចុចអក្សរ Q នឹងទៀតមកហើយកន្លែងនេះគេសួរយើងថាយើងចង់ឲ្យ Facebook យើងនឹងបានបែបណាបងប្អូនអានអក្សរខ្មែរទៅខ្ញុំខ្ជិលអានណាយើងគ្រីសយកលើមកបងប្អូនដើម្បីយើងចង់ឲ្យ Facebook របស់យើងរុញទៅជួបរុញទៅឲ្យមនុស្សផ្សេងទៀតឃើញកាន់តែច្រើនអញ្ចឹងណាដើម្បីបានកើនចំនួន follow ចំនួន friend អីចឹងទៅឥឡូវយើងនេះជា Facebook ដែលយើងអាចបដូរពី Facebook ធម្មតាទៅជា Facebook រលុយបដូរបានហ្នឹងហើយបងប្អូនបន្ទាប់ពីបដូរហើយបងប្អូនស្នើទៅណាយើងចុចស្នើទៅសុំក្រុមហ៊ុន Facebook ដើម្បីថាខ្ញុំចង់រលុយជាមួយ Facebook